បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីចំនួនអ្នកស្លាប់ដែលរងគ្រោះដោយគ្រោះរញ្ជួយដីនៅឯប្រទេសហ្វីលីពីននៅពេលនេះគឺកើនឡើងដល់ទៅ70នាក់ហើយបងប្អូនហើយចំនួនជនរងគ្រោះវិញគឺឡើងដល់ជាង100នាក់ឯណោះនាពេលនេះតាមការបញ្ជាក់ពីសារព័ត៌មាននៅក្នុងស្រុកហ្វីលីពីនបានចុះផ្សាយនាថ្ងៃនេះចំពោះគ្រោះរញ្ជួយដីដ៏កំណាចមួយនេះគឺបានកើតឡើងចំណុចកណ្ដាលនៃប្រទេសហ្វីលីពីនដែលមានកម្រិតដល់ទៅ 6.9 Richter ដែលជាកម្រិតដ៏គ្រោះថ្នាក់ផងដែរហើយខាងក្រសួងឧតុនិយមរបស់ប្រទេសហ្វីលីពីនក៏បានប្រកាសអាសន្នអំពីថាអាចនឹងមានរលកយក្សស៊ូណាមិផងដែរអញ្ចឹងទេក្នុងនាមជាប្រជាជនកម្ពុជាក៏ដូចជាក្នុងនាមខ្ញុំបាទជាជនជាតិខ្មែរមួយរូបគឺសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រោះធម្មជាតិដ៏កាចសាហាវមួយនេះដែលបានវាយប្រហារទៅលើប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃទី30ខែកញ្ញាឆ្នាំ2024នេះផងដែរបងប្អូនចឹងទេនៅលើពិភពលោកយើងទាំងមូលគឺប្រទេសខ្លះគឺមានគ្រោះធម្មជាតិគឺច្រើនទៅប្រទេសខ្លះក៏មានគ្រោះធម្មជាតិតិចទៅប៉ុន្តែចំពោះគ្រោះរញ្ជួយដីនេះបើសិនជាវាកើតឡើងមួយស្តាម្ដងគឺវាបំផ្លាញខ្លាំងណាស់បងប្អូនយើងមើលតែប្រទេសជប៉ុនទៅដឹងហើយបងប្អូនប្រទេសជប៉ុនគឺមានគ្រោះរញ្ជួយដីនេះមួយឆ្នាំរាប់រយករណីឯណោះតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះគ្រោះរញ្ជួយដីក៏បានកើតឡើងផងដែរនៅដូចជាហ្វីលីពីនឥណ្ឌូនេស៊ីដូចជាថៃដូចជាវៀតណាមអីជាដើមអញ្ចឹងទៅប៉ុន្តែសម្រាប់ប្រទេសកម្ពុជារបស់យើងគឺមិនដែលជួបនៅគ្រោះថ្នាក់ដ៏កំណាចមួយនេះទេយើងពិតជាសំណាងមែនទែនបងប្អូនបើយើងនិយាយឲ្យក្រៅសាច់រឿងនឹងបន្តិចទៅចុះប្រទេសកម្ពុជារបស់យើងនេះគឺសពថ្ងៃនេះគឺពិតជាទឹកដីអច្ឆរិយៈទឹកដីសវណ្ណភូមិពិតមែនបងប្អូនអញ្ចឹងទេបានជាចៅឆ្លៀនពៀនមួយចំនួនគឺវាតែងតែចិញ្ចឹមចិត្តចង់បានប្រទេសយើងបងប្អូនដោយសារតែកត្តាភូមិសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើងនេះគឺល្អណាបងប្អូនល្អមែនតើមិនថាដីគឺមានជីវជាតិណាធ្វើអ្វីក៏បានហើយស្ថិតនៅតំបន់ដែលមិនដែលរងគ្រោះដោយគ្រោះធម្មជាតិកាចសាហាវដូចជាគ្រោះរញ្ជួយដីអីនេះម្ដងណាឡើយបងប្អូនម្ដងណាឡើយយើងមើលសំបីតែអ្នកចិត្តខាងយើងណាជាពិសេសអាចោសៀមឆ្លៀនពៀនយើងនេះក៏ដូចជាប្រហែលខែមុននេះគឺមានគ្រោះរញ្ជួយដីនៅឯកណ្ដាលទីក្រុងបាងកកនោះឥឡូវហ្នឹងក៏វាភ័យដែរបងប្អូនឥឡូវហ្នឹងក៏វាភ័យដែរគ្រោះធម្មជាតិរញ្ជួយដីនៅឯហ្វីលីពីននេះក៏ធ្វើឲ្យថៃវាកំពុងតែព្រួយបារម្ភខ្លាំងណាស់ដែរបងប្អូនដោយសារប្រទេសថៃនេះគឺធ្លាប់រញ្ជួយដីមួយសារហើយប្រហែលខែមុននេះអញ្ចឹងពេលនេះប្រទេសហ្វីលីពីនគឺជួបហេតុការណ៍ដ៏អាក្រក់បែបនេះប្រទេសថៃក៏វាខ្លាចក៏វាកំពុងតែព្រួយបារម្ភផងដែរបងប្អូនហើយនៅពេលនេះទំនប់ទឹករបស់ថៃហ្នឹងក៏កំពុងស្ថិតនៅក្នុងការបង្កាសអាសន្នផងដែរត្រៀមនឹងបើកទឹកចេញខ្លាចនឹងវាបាក់ឬក៏អីអញ្ចឹងណាបងប្អូនអញ្ចឹងទេខ្ញុំសង្ឃឹមថាសូមឲ្យប្រទេសកម្ពុជារបស់យើងនេះកុំឲ្យជួបនៅរឿងអាក្រក់ដូចជាគ្រោះរញ្ជួយដីទឹកជំនន់នេះកើតឡើងឲ្យសោះដោយសារប្រទេសយើងគឺជាប្រទេសរីកស្គុះស្គាយបងប្អូនប្រទេសសុខសុវត្ថិភាពមិនថាគ្រប់រឿងគ្រប់រាវទេគឺប្រទេសយើងនេះគឺល្អណាស់ទឹកដីសវណ្ណភូមិបាទទឹកដីសវណ្ណភូមិអញ្ចឹងបានតែប្រទេសជាចៅឆ្លៀនពៀនមួយចំនួនវាតែងតែចិញ្ចឹមចិត្តចង់បាននៅទឹកដីរបស់យើងនេះដោយសារប្រទេសយើងអញ្ចឹងជាប្រទេសដែលពោពេញទៅដោយស្នាមញញឹមជាប្រទេសមានគ្រប់យ៉ាងជាប្រទឹកដីដ៏អស្ចារ្យជាទឹកដីដ៏អច្ឆរិយៈណាបងប្អូនអញ្ចឹងទេគឺយើងកើតមកលើទឹកដីកម្ពុជានេះគឺយើងមានសំណាងណាបងប្អូនឃើញស្រាប់ហើយឃើញដូចជាហ្វីលីពីនដូចអីចឹងណាប្រហែលឆ្នាំមុននោះដូចជាឥណ្ឌូនេស៊ីអីមានប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះគឺរងគ្រោះរញ្ជួយដីរលកយក្សស៊ូណាមិអីចឹងទៅថៃដូចអីដូចវៀតណាមដូចអីចឹងទៅប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើងគឺមិនដែលជួបប្រទះនៅគ្រោះធម្មជាតិដ៏កាចសាហាវអស់នេះទេអញ្ចឹងចូលមកសាច់រឿងយើងវិញយ៉ាងណាមិញក៏ពួកយើងទាំងអស់គ្នាក្នុងនាមជាប្រជាជនកម្ពុជាគឺសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្រៃលែងចំពោះការបាត់បង់នៅអាយុជីវិតមនុស្សរាប់សិបនាក់ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនៅឯកណ្ដាលប្រទេសហ្វីលីពីន
ដែលមានកម្រិតដល់ទៅ 6.9 Richter សូមឲ្យពួកគាត់បានកើតចាប់ជាតិនៅក្នុងសុគតិភពហើយក៏សូមរំលែកទុកយ៉ាងក្រៀមក្រំចំពោះរដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីនផងដែរដែលត្រូវជួបនៅបញ្ហាដ៏អាក្រក់គ្រោះធម្មជាតិដ៏សាហាវបែបនេះអញ្ចឹងទេយើងសង្ឃឹមថាប្រទេសយើងគឺជាប្រទេសអច្ឆរិយៈប្រទេសសវណ្ណទឹកដីសវណ្ណភូមិនេះគឺកុំឲ្យមានរឿងអាក្រក់បែបនេះកើតឡើងមកលើប្រទេសយើងឲ្យខានតែបានឲ្យតល់តែសោះតែម្ដងទៅបាទសូមអរគុណ